ដឹងមុនការពារបានភាគអ្នកមានមេរោគ HIV ជាមួយមេរោគកាឡៃអាក្រក់ B និងមេរោគកាឡៃអាក្រក់ C សួស្តីបងប្អូនដឹងមុនការពារបានឥឡូវនេះគឺជាប្រធានបទអំពីជំងឺវីរុសកាឡៃអាក្រក់ B និងវីរុសកាឡៃអាក្រក់ C ថ្ងៃនេះយើងមកស្គាល់ជំងឺក្រុមនេះទាំងអស់គ្នាថាមានសារៈសំខាន់យ៉ាងណាជាពិសេសចំពោះអ្នកមានមេរោគ HIV អ្នកមានមេរោគ HIV ដែលមានការឆ្លងវីរុសកាឡៃអាក្រក់ B និងវីរុសកាឡៃអាក្រក់ C រួមបន្ថែមអាចបណ្ដាលឲ្យមានបញ្ហាស្មក៏ដូចជាអន់ថយដូច្នេះយើងគួរឲ្យសារៈសំខាន់ទៅលើការពិនិត្យការពារនិងការទប់ស្កាត់ការឆ្លងដូចបានថ្លែងជំងឺវីរុសកាឡៃអាក្រក់ B និងវីរុសកាឡៃអាក្រក់ C គឺជាជំងឺឆ្លងប្រភេទមួយដែលប្រទះឃើញជាញឹកញាប់នៅក្នុងអ្នកមានមេរោគ HIV វិជ្ជបណ្ឌិតនឹងប្រើការពិនិត្យឈាមដើម្បីវិនិច្ឆ័យជំងឺអ្នកមានមេរោគ HIV គ្រប់រូបនឹងទទួលការពិនិត្យស្វែងរកជំងឺវីរុសកាឡៃអាក្រក់ B និង C នៅលើកដំបូងដែលបានទទួលការព្យាបាលតាមសិទ្ធិការធានារ៉ាប់រងសុខភាពនិងត្រូវបានពិនិត្យម្ដងទៀតនៅពេលមានអាការៈឬសញ្ញាដែលចោទសួរអំពីការឆ្លងវីរុសកាឡៃអាក្រក់អ្នកមានមេរោគ HIV ដែលត្រូវបានរកឃើញថាមានជំងឺវីរុសកាឡៃអាក្រក់ B ឬ C រួមបន្ថែមបើមិនទទួលការព្យាបាលអាចមានឱកាសកើតជំងឺថ្លើមរឹងនិងថ្លើមដួលលឿងជាងមនុស្សធម្មតាហើយអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺក្លាយជាមហារីកថ្លើមអ្នកជំងឺដែលមានការឆ្លងវីរុសកាឡៃអាក្រក់ B ឬវីរុសកាឡៃអាក្រក់ C ប្រភេទឆាប់រហ័សនៅដំណាក់កាលដំបូងភាគច្រើនមិនមានអាការៈប៉ុន្តែពេលវីរុសបែងចែករហូតដល់មានការអាក្រក់នៃថ្លើមអាចមានអាការៈដូចខាងក្រោម 1. ស្រេកនឿយមានគ្រុនក្តៅដូចជាឆ្លងផ្ដាសាយ 2. វិលមុខអាញែក 3. មិនចង់ញ៉ាំអាហាររហូតដល់ទម្ងន់ធ្លាក់ 4. ស្បែកលឿងភ្នែកលឿងឬដែលហៅថាជំងឺលឿង 5. ឈឺចាប់និងកម្រើកនៅក្បាលជាន់សាច់ប្រសាយស្ដាំពីមូលហេតុថ្លើមធំសម្រាប់អ្នកដែលមានការឆ្លងប្រភេទ U ភាគច្រើនមិនមានអាការៈទោះបីជាមិនមានការអាក្រក់នៃថ្លើមក៏ដោយលើកលែងតែអ្នកដែលមានជំងឺថ្លើមរឹងយ៉ាងខ្លាំងវីរុសកាឡៃអាក្រក់ B និងវីរុសកាឡៃអាក្រក់ C អាចឆ្លងបានពីករណីទី1ការឆ្លងតាមឈាមដូចជាប្រើសម្លៀកគ្រប់ចាក់ថ្នាំរួមគ្នាការចាក់សាក់លើរាងកាយការប៉ះទង្គិចឈាមរបស់អ្នកមានមេរោគការឆ្លងពីម៉ាក់ទៅកូននៅក្នុងអំឡុងពេលមានផ្ទៃពោះនិងសម្រាលកូនករណីទី2ការឆ្លងតាមទំនាក់ទំនងផ្លូវភេទជាមួយអ្នកមានវីរុសកាឡៃអាក្រក់ B និងវីរុសកាឡៃអាក្រក់ C ដោយគ្មានការការពារជាពិសេសក្នុងក្រុមបុរសដែលមានទំនាក់ទំនងផ្លូវភេទជាមួយបុរសដែលមានដៃគូភេទច្រើនប្រើសារធាតុញៀនឬមានការឆ្លងជំងឺតាមរយៈផ្លូវភេទជំងឺកាឡៃអាក្រក់អាចការពារបានដោយការជៀសវាងអាកប្បកិរិយាដែលមានហានិភ័យដូចបានថ្លែងមកហើយវីរុសកាឡៃអាក្រក់ B អាចការពារបានដោយការចាក់វ៉ាក់សាំងវិជ្ជបណ្ឌិតនឹងតាមដានការងាររបស់ថ្លើមជាប្រចាំប្រសិនបើរកឃើញថាមានភាពអវិជ្ជមានក្នុងតម្លៃថ្លើមវិជ្ជបណ្ឌិតនឹងផ្ដល់ការព្យាបាលដើម្បីបន្ថយកម្រិតនៃវីរុសទោះបីជាឱកាសព្យាបាលវីរុសកាឡៃអាក្រក់ B ឲ្យជាសះស្បើយមានតិចក៏ដោយការព្យាបាលអាចបន្ថយឱកាសឈឺពីការមានថ្លើមរឹងនិងមហារីកថ្លើមបានវិជ្ជបណ្ឌិតនឹងជ្រើសរើសថ្នាំប្រឆាំង HIV ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលវីរុសកាឡៃអាក្រក់ B ផងដែរអ្នកមានមេរោគ HIV ដែលជាបុរសអាយុច្រើនជាង40ឆ្នាំឬស្ត្រីអាយុច្រើនជាង50ឆ្នាំដែលមានការឆ្លងវីរុសកាឡៃអាក្រក់ B ប្រភេទ U ឬមានថ្លើមរឹងមានសារៈសំខាន់ខ្លាំងណាស់ដែលត្រូវបានពិនិត្យស្វែងរកមហារីកថ្លើមយ៉ាងតិចម្ដងក្នុងមួយឆ្នាំអ្នកមានមេរោគ HIV ដែលមានការឆ្លងវីរុសកាឡៃអាក្រក់ C ត្រូវបានធ្វើការពិនិត្យបញ្ជាក់ថាមានវីរុសកាឡៃអាក្រក់ C នៅក្នុងឈាមឬអត់ពីមនុស្សខ្លះ10ទៅ30% នៃវីរុសកាឡៃអាក្រក់ C អាចជាសះស្បើយដោយខ្លួនឯងដោយមិនចាំបាច់ព្យាបាលប្រសិនបើបានបញ្ជាក់ថាមានវីរុសកាឡៃអាក្រក់ C នៅក្នុងឈាមអាចព្យាបាលឲ្យជាសះស្បើយបានដោយការផឹកថ្នាំជាប់លាប់រយៈពេល12សប្តាហ៍ដោយគ្មានការចំណាយនៅស្ថាប័នសុខាភិបាលរដ្ឋនិងស្ថាប័នសុខាភិបាលដែលចូលរួមក្នុងគម្រោងធានារ៉ាប់រងសុខភាពជាតិទោះបីជាព្យាបាលវីរុសកាឡៃអាក្រក់ C ឲ្យជាសះស្បើយរួចហើយក៏ដោយ
តែមានសារៈសំខាន់ដែលត្រូវបានពិនិត្យស្វែងរកមហារីកថ្លើមយ៉ាងតិចម្ដងក្នុងមួយឆ្នាំជាប្រចាំសង្ឃឹមថាព័ត៌មាននេះនឹងជួយឲ្យអ្នកមានមេរោគ HIV ឃើញសារៈសំខាន់នៃការពិនិត្យស្វែងរកជំងឺវីរុសកាឡៃអាក្រក់ B និងវីរុសកាឡៃអាក្រក់ C បានច្បាស់ជាងមុននេះគឺដើម្បីគុណភាពជីវិតល្អសម្រាប់ពួកយើងគ្រប់គ្នាសម្រាប់ថ្ងៃនេះខ្ញុំត្រូវសូមលាចេញមុនសួស្តី